លោកពូទីនចាត់ទុកកងទ័ពកូរ៉េខាងជើងជាវីរបុរសក្រោយចូលរួមរំដោះទឹកដីតំបន់ Kursk ពីទ័ពអ៊ុយក្រែនបាទបងប្អូនគឺពូទីនហ្នឹងគឺថ្លែងអំណរគុណដល់កូរ៉េខាងជើងបាទដល់កូរ៉េខាងជើងលោកគឹមចុងអ៊ុនបាទគឺចាត់ទុកថាវីរបុរសរបស់រុស្ស៊ីដោយសារអីកូរ៉េខាងជើងបានជួយចាប់ដៃជាមួយរុស្ស៊ីហើយបងប្អូនអញ្ចឹងនេះគឺជារឿងមួយដែលពិភពលោកកំពុងតែតាមដានយកចិត្តទុកដាក់តោះអញ្ចឹងយើងបន្តតាមដានទាំងអស់គ្នាទៀតបាទប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choi Soon-hee បាទព្រមទាំងបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទីក្រុងព្យុងយ៉ាងដែលបានបញ្ចូលកងទ័ពមកជួយរំដោះតំបន់ Kursk ពីកងកម្លាំងអ៊ុយក្រែនកាលពីឆ្នាំមុនបាទបងប្អូនឆ្នាំមុនណាមានប្រទេសរុស្ស៊ីធំប៉ុណ្ណឹងហើយទាមត្រូវការកម្លាំងពីកូរ៉េខាងជើងដើម្បីមកជួយរុស្ស៊ីទៀតបងប្អូនអញ្ចឹងហើយបានជាកូរ៉េខាងបានជាប្រទេសអ៊ុយក្រែននោះប្រទេសទួចហើយគេប្រទេសធំមហាអំណាចហ្នឹងគេចូលដៃគ្នាវាយយកអ៊ុយក្រែនអញ្ចឹងហើយទើបអត្តបន់មួយចំនួនដែលអ៊ុយក្រែនបាត់បង់ហ្នឹងដោយសារប្រទេសមហាអំណាចព្រូតដៃគ្នាបងប្អូនបាទព្រូតដៃគ្នាបាទអញ្ចឹងហើយទើបបានជាអ៊ុយក្រែនយើងសរសើរអ៊ុយក្រែនចុះបងប្អូនអ៊ុយក្រែនអាចតបទល់បានជាមួយរុស្ស៊ីទៅបីបាត់ទឹកដីមួយចំនួនមែនប៉ុន្តែអ៊ុយក្រែនមិនទាន់ព្រមចុះចាញ់ទេបងប្អូននៅតែវាយគ្នារហូតដល់បច្ចុប្បន្នរាល់ថ្ងៃនៅតែវាយដើម្បីទាមទារវាយយកទឹកដីវិញណាបងប្អូនអញ្ចឹងហើយចំនួនរវាងអ៊ុយក្រែននិងរុស្ស៊ីមិនងាយចប់ទេបងប្អូនបាទមិនងាយទេយើងគិតមើលប្រហែលឆ្នាំហើយបងប្អូនអត់ទាន់ចប់បាទជាក់ស្ដែងនេះទៅបែកព័ត៌មានថាគឹមចំអ៊ុនកូរ៉េខាងជើងនេះបានជួយទៀតបាទបានចូលដៃជាមួយនឹងរុស្ស៊ីបាទអញ្ចឹងយើងបន្តទៀតបងប្អូននៅក្នុងប្រទេសរុស្ស៊ីទន្ទឹមនឹងនេះលោកពូទីនក៏បានផ្ដាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្ដៅទៅកាន់មេដឹកនាំកូរ៉េខាងជើងលោកគឹមចុងអ៊ុនបាទសតេមហាអំណាចយៈព្រូតដៃគ្នាធ្វើបាបអ៊ុយក្រែនបងប្អូនបាទជាការឆ្លើយតបលោកស្រី Choi Soon-hee បានបញ្ជាក់ឡើងវិញនៅការបដិញ្ញាចិត្តរបស់ទីក្រុងព្យុងយ៉ាងចំពោះភាពជាដៃគូបាទដៃគូយុទ្ធសាស្ត្រជាមួយទីក្រុងម៉ូស្គូកន្លងមកលោកគឹមចុងអ៊ុនធ្លាប់បានប្រាប់លោកពូទីនថាគ្មាននរណាម្នាក់អាចបំបែកបំបាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើយដែលទំនាក់ទំនងនេះត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈការបង្ហូរឈាមរួមគ្នានៅសមរភូមិជួរមុខបាទបងប្អូនគឺទំនាក់ទំនងរវាងគឹមចុងអ៊ុននិងលោកពូទីនណាបងប្អូនគឺជាទំនាក់ទំនងបង្ហូរឈាមបាទមានន័យថាវាជ្រាលជ្រៅបងប្អូនគឺស្លាប់ទាំងអស់គ្នាអញ្ចឹងណាបងប្អូនទោះបីមិនគឺប្រទេសទាំងពីរនេះកំពុងតែស្អិតរមួតបាទដូចបងប្អូនបង្កើនអញ្ចឹងបាទអញ្ចឹងហើយទៅគឹមចុងអ៊ុននឹងបាទមិនខ្លាចនរណាបាទប្រទេសមិនខ្លាចនរណាបាទដោយឡែកកាលពីខែមេសាកន្លងទៅរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោកអាន់ដ្រេប៊ីលូសូបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីបំពាក់គ្រឿងឥស្សរិយលំដាប់នៃភាពក្លាហានរបស់រុស្ស៊ីជូនដល់កងទ័ពដែលបានចូលរួមក្នុងការរំដោះតំបន់ Kursk បាទតំបន់ Kursk លោកបាទយើងបន្តទៀតបងប្អូនបាទលោកកាលរបស់យើងជាកងទ័ពឆ្នើមជាមោទនភាពនិងជាកំពែងដ៏រឹងមាំ
នៃកងកម្លាំងប្រដាប់អាវុធកូរ៉េបាទសូមរំលឹកឡើងវិញថាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េបាទ DPRK បាទបានដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ទឹកដីរុស្ស៊ីកាលពីចុងឆ្នាំ2024បាទបងប្អូនទៅបែកធ្លាយយើងគិតថាពីមុនហ្នឹងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនហ្នឹងវាយគ្នាមួយស្មើតែតាមពិតអត់មែនទេបងប្អូនបែកធ្លាយគឺមានកូរ៉េខាងជើងលោកគីមចុងអ៊ុនហ្នឹងគឺបានទៅជួយខាងរុស្ស៊ីទៀតបាទទៅជួយខាងរុស្ស៊ីបាទទៅអ៊ុយក្រែនហ្នឹងសរសើរអ៊ុយក្រែនបងប្អូនតបជាប់រហូតមកដល់សប្តាហ៍បងប្អូនបាទដោយមហាយាករុស្ស៊ីនឹងគឹមចំអូនសត្វតែប្រទេសមហាអំណាចបងប្អូនមហាអំណាចទាំងអាវុធទាំងយោធាហើយទឹកដីធំជាងអ៊ុយក្រែនទៀតបាទកាលពីឆ្នាំ2024 2ឆ្នាំមុនណាបងប្អូនចុង2ឆ្នាំមុនឥឡូវចូល2026ហើយតែសង្គ្រាមនៅតែបន្តសង្គ្រាមជាងឯងបងប្អូនបាទអនុលោមតាមសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលតម្រូវឲ្យទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាងត្រូវជួយការពារគ្នាទៅវិញទៅមកក្នុងករណីមានការឈ្លានពានណាមួយបាទអញ្ចឹងហើយប្រទេសទាំងពីរនេះគឺបានស្ម័គ្រកាយស្ម័គ្រចិត្តក៏ដូចជាបង្ហូរឈាមរួមគ្នាបងប្អូនបើប្រទេសណាមានប្រទេសណាមួយទៅឈ្លានពានគឺគេជួយគ្នាដោយស្មោះបងប្អូនគឺកម្ររោមានណាបងប្អូនដែលមហាអំណាចដើម្បីការពារប្រទេសខ្លួនត្រូវតែចាប់ដៃជាមួយនឹងមហាអំណាចដែលរឹងមាំបាទទៅអាចការពារប្រទេសខ្លួននឹងបានបាទសូមបន្តទៀតបាទកងទ័ពកូរ៉េខាងជើងបានជួយយោធារុស្ស៊ីក្នុងការវាយបកនិងរុញច្រានការវាយលុកទ្រង់ទ្រាយធំរបស់អ៊ុយក្រែនចូលក្នុងតំបន់ព្រំដែនហើយកងទ័ពទាំងនោះក៏បានចូលរួមក្នុងសកម្មភាពបោសសម្អាតមីននៅក្នុងតំបន់នោះជាបន្តបន្ទាប់ផងដែរបាទអញ្ចឹងកូរ៉េខាងជើងតែងតែទៅជួយរុស្ស៊ីបងប្អូនទាំងការសម្អាតមីនទាំងការដោះគ្រាប់ទាំងយោធាទាំងការវាយជាមួយនឹងអ៊ុយក្រែនទ្រង់ទ្រាយធំបាទអញ្ចឹងហើយគឺកូរ៉េខាងជើងហ្នឹងគឺទៅជួយរុស្ស៊ីបាទអញ្ចឹងអ៊ុយក្រែនអត់ដឹងថាតបជាប់បានប្រហែលឆ្នាំទៀតទេបងប្អូនបាទសម្រាប់ព័ត៌មានខ្លីថ្ងៃនេះបាទសូមជូនពុកម៉ែបងប្អូនតែប៉ុណ្ណេះបាទសូមអរគុណពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រងpage របស់ខ្ញុំបាទកាលណាបងប្អូនគ្រប់គ្រងខ្ញុំបាទចេះតែមានកម្លាំងចិត្តក្នុងការបន្តធ្វើបាទកុំភ្លេចជួយ like ជួយ share ជួយជាពិសេសជួយ subscribe channel បងប្អូនម្នាក់មួយផងបងប្អូនបាទសូមអរគុណសូមជម្រាបលាបាទ